ប្រភេទត្រីអង្រែនេះគឺធ្មេញវាមុតមែនទែនមិនចាញ់ត្រីឆ្លាមទេបងប្អូនអ្នកគ្នាសូម្បីតែអន្ទង់ប្រប៉ិនមេដៃខំម៉ាំងដាច់ខ្ទេចបងប្អូនអ្នកគ្នាចោះតម្រាំរៀមដៃយើងបងប្អូនសាកសម័យមកទៀតខំដាច់ជាកង់មកហើយហ្នឹងមានខ្សែកាបនិងផ្លែសទូចដែលជាដែកហ្នឹងនៅតែវាខំឡើងដាច់ប្រប៉ិនហ្នឹងចោះហ្មងថាអត់មានទៀតបងប្អូនអ្នកគ្នាហើយខ្សែមួយមុំគឺខំដាច់តែម្ដងនេះបានដាក់ខ្សែកាបហើយផឹកឡើងគឺយើងចេញទៅស្ទូចបងប្អូនអ្នកគ្នាស្ទូចយើងអូសតាមទូកទេដោយសារត្រីអង្រែនេះគឺជាប្រភេទត្រីដែលមានល្បឿនលឿននិងធ្មេញវាមុតមាត់វាធំអញ្ចឹងយើងអូសអន្ទង់ស្រែរបស់យើងហ្នឹងគឺអូសតាមទូកអញ្ចឹងបងប្អូនអ្នកគ្នានៅពេលដែលទឹកស្ងប់ណាទឹកស្ងប់ខ្លាំងដូចទឹកទន្លេអញ្ចឹងគឺយើងអូសបានហើយទីតាំងដែលយើងស្ទូចនៅខេត្តកែបនៅសមុទ្របងប្អូនអ្នកគ្នាគឺយើងកាន់ស្ទូចអញ្ចឹងហើយបងប្រុសពាក់អាវសគាត់ស្ទូចទៅវារបៀបថាផ្លាត់វាខំដែរប៉ុន្តែយើងអត់សូវមានបច្ចេកទេសខ្លាំងគឺវាផ្លាត់បូតត្រីហ្នឹងតែម្ដងតែដូចបងប្អូនឃើញអញ្ចឹងវាខំផ្លាត់ខូចអស់លេងហ្មងគឺនុយខ្ទេចត្រូវតែដូរនុយយើងអាចដាក់អន្ទង់ចាស់បានទេដោយសារអន្ទង់ចាស់គឺវាដាច់កតុយដាច់ខ្លួនអញ្ចឹងដល់ពេលដែលយើងតម្លាក់ចូលក្នុងទឹកវាអត់មានតម្រង់ជាហែលណាអញ្ចឹងត្រូវការដាក់អន្ទង់ថ្មីហើយតែខំបែបនេះគឺអត់ជាប់ទេបងប្អូនអ្នកគ្នាតែយើងអត់សូវមានបច្ចេកទេសគឺផ្លាត់បូតត្រីអញ្ចឹងទៅហើយត្រីយើងសន្និដ្ឋានថាធំអាចនឹង2គីឡូដោយសារខំនឹងដាច់ខ្ទេចតែម្ដងបាទនេះជើងទី2នេះក៏ខំដាច់ត្រឹមពាក់កណ្ដាលខ្លួនអញ្ចឹងបងប្អូនគ្នាត្រីខំ2ដងទៅរួចទាំង2ដងហើយត្រីផ្សេងគ្នាប្រហែលភាសាទីតាំងស្ទូចនេះវាខុសគ្នាយើងអូសទូករហូតហើយបងប្រុសគាត់ពងតែវាយអន្ទង់ថែមដើម្បីដាក់អន្ទង់ថ្មីអញ្ចឹងយើងខានអន្ទង់អស់2ហើយអត់បានត្រីទេអញ្ចឹងអន្ទង់ទី3ដែលបងប្រុសដាក់នេះគឺបានតែម្ដងបងប្រុសដែលគាត់ពាក់មួកវាយអន្ទង់វិញហ្នឹងគឺគាត់មានបច្ចេកទេសខ្លាំងក្នុងការស្ទូចនិងជំនាញខ្លាំងមែនទែនក្នុងការស្ទូចត្រីអង្រែនេះចឹងបងប្អូនដែលចង់បានបទពិសោធន៍ក្នុងការស្ទូចត្រីអង្រែនេះគឺអាចតាក់ទងមកខ្ញុំបានខ្ញុំនឹងឲ្យគាត់ចេញទូកតែម្ដងត្រីអង្រែនេះគឺតើយើងមានអន្ទង់ស្រស់ហើយមានឈាមអញ្ចឹងណាយើងស្ទូចបានល្អមែនទែនបងប្អូនគ្នាវាធំក្លិនវាហក់ដេញខំហ្មងត្រីអង្រែល្បឿនវាលឿនគឺវាដេញខំនុយដែលកំពុងអូសតាមទូកអញ្ចឹងហើយបងប្រុសចាប់ដើមស្ទូចបានទេបងប្អូនគ្នានេះនេះសកម្មភាពដែលគាត់8យកមកតិចអត់សូវកធាក់វាខ្លាំងទេដោយសារយើងបដ ாய் វាហែលអស់មកខ្យល់ណាហើយយើងស្ទូចវាតាមដំណើរទៅបើយើងកាន់តែពឹងខ្លាំងគឺត្រីនេះអាចនឹងដាច់មាត់ដោយសារត្រីនេះកម្លាំងបងប្អូនអ្នកគ្នាវាទៅដល់មកខ្យល់វាបើយើងអត់ចែកទេដាច់មែនហ្នឹងព្រោះអីដាច់អស់ពីហ្នឹងដាច់មាត់អស់ពីហើយនេះបងប្រុសយកចិត្តបានហ្នឹងវាហែលខ្លាំងមែនទែនបងប្អូនអ្នកគ្នាឆ្វេងឆ្វាចពេញទឹកចឹងមើលមកផ្លែដូចពស់ចឹងបងប្អូនឃើញត្រីនេះគឺធំប៉ិនផ្លូតដៃខ្ញុំបងប្អូនអ្នកគ្នាបាទអូយនេះយកមកបានណាស្រាវដែរហ្នឹងជាប់ផ្លែតែមួយផ្លែ4 5ជាប់តែមួយបច្ចេកទេសបងប្រុសល្អមែនទែនណាបងប្អូននេះអន្ទង់ទៅបាត់ហើយអន្ទង់ខំមកខ្ញឹកហ្នឹងដាច់ខ្ទេចហ្នឹងសល់តែត្រីប៉ុនផ្លូតដៃខ្ញុំបងប្អូនអ្នកគ្នាគឺធំមែនទែនណាត្រីអង្រែនេះចូល1គីឡូជាងហើយមានអាពេលខ្លះស្ទូចយើងអូសស្ទូចបានហ្នឹងធំយ៉ាងហ្នឹងទៀតចូលដល់3គីឡូក៏មានដែរអញ្ចឹងបងប្អូនអ្នកគ្នាត្រូវការចង់ស្ទូចត្រីអង្រែតាក់ទងមកបានគឺយើងមានអន្ទង់ធៀមមកហ្មងគឺបិទអន្ទង់ហើយអន្ទង់ទី4ណាបងប្អូនអ្នកគ្នាហើយយើងស្ទូចអន្ទង់ទី4នេះគឺកម្របានដោយសារវាធ្លាក់អាសៀលដែរអញ្ចឹងយើងហេវបាយអញ្ចឹងត្រូវការត្រឡប់ទូកមកផ្ទះវិញអញ្ចឹងណាយើងហេវបាយបងប្អូនគ្នាបានអញ្ចឹងបងប្អូនឃើញផ្លែលអញ្ញៃមកពេញខ្លួនអន្ទង់ហ្នឹងគឺមានតែផ្លែអមតាមហ្នឹងតែម្ដងអញ្ចឹងនៅពេលដែលយើងដាក់អូសតាមទឹកទៅអន្ទង់វាហែលខ្វឹកអញ្ចឹងណាត្រីអង្រែហ្នឹងហក់ខំហ្មងអានេះអន្ទង់ខ្សែយើងធម្មតាហ្នឹងបងប្អូនគ្នាគាត់ថាត្រីហ្នឹងវាធំក្លិនឈាមអត់បានទេគឺវាប្រមាញ់តែម្ដងហើយទីតាំងទឹកស្ងប់ជាអាកាសល្អហើយសម្រាប់អូសត្រីអង្រែនេះCái đó là pi phải. Vâng. Còn này. Chú lên đấy.